ប្រភេទស្វាទាំង11ប្រភេទនៅកម្ពុជាស្វាគឺជាសត្វព្រៃមួយប្រភេទដែលចូលចិត្តរស់នៅព្រៃឈើតំបន់ខ្ពស់រាបដែលមានរយៈកម្ពស់ខ្ពស់ជាង 1500 ម៉ែត្រពីនីវ៉ូសមុទ្រតំបន់ទំនាបគ្រប់ប្រភេទតំបន់ព្រៃលិចទឹកនិងព្រៃកោងកាងចំណែកឯប្រទេសកម្ពុជាវិញក៏ជាតំបន់ដែលសម្បូរសត្វស្វារស់នៅផងដែរដោយសត្វស្វាទាំងអស់នោះមានចំនួន11ប្រភេទដូចជាមួយស្វាក្តាមមានការផ្លាស់ប្ដូរបំណពីដំណាក់កាលសំខាន់គីពណ៌ប្រភេទលីត្នោតនិងពណ៌ក្រហមភ្លឺចំពោះការផ្លាស់ប្ដូរពណ៌នេះដែលធ្វើឡើងតាមការប្រែប្រួលទៅតាមអាយុភេទនិងទីតាំងដែលវារស់នៅសត្វស្វាក្តាមនេះមានប្រវែងជាមធ្យមពី92 105 ស.ម.ពីសត្វស្វាត្រោសចំពោះស្វានេះចាប់ពីក្បាលដងខ្លួននិងផ្នែកកន្ទុយមានពណ៌ចាស់ជាងផ្នែកចំហៀងនៃដងខ្លួនដែលមានពណ៌ភ្លឺរលោងកន្ទុយរបស់វាមានប្រវែង 1/3 នៃប្រវែងក្បាលដងខ្លួនហើយកោងបត់ជាទំពក់ទៅខាងលើវាក៏មានការផ្លាស់ប្ដូរពណ៌ទៅតាមអាយុដូចស្វាក្តាមដែរ3ស្វាអង្កត់នេះមានរូបរាងដូចស្វាត្រោសបេះបិទតែវាមានមាឌធំជាងស្វាត្រោសបន្តិចវាមានទម្ងន់ជាមធ្យមពី8-12 គីឡូក្រាមផ្នែកលើនៃដងខ្លួនវាមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាលបន្ទាប់មកទៅពណ៌ក្រហមព្រឿងអាស្រ័យទៅនឹងទីតាំងដែលវារស់នៅ4ស្វាព្រាមមានពណ៌ប្រផេះពីពេញលើដងខ្លួនផ្ទៃមុខរបស់វាពណ៌ខ្មៅតែគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ5ស្វាកន្ទុយស្វានេះជាប្រភេទស្វាដែលមានលក្ខណៈខុសពីគេដោយវាមានសម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពុជាវាមានភាពងាយស្រួលនៅក្នុងការចំណាំដោយសារតែពណ៌និងមានរោមដុះក្រាស់5មួយស្វាកន្ទុយស្ជើងក្រហមស្វានេះមានរូបរាងស្រដៀងគ្នាទៅនឹងស្វាកន្ទុយស្ដែប៉ុន្តែខុសគ្នាបន្តិចដោយវាមានរោមពណ៌ក្រហមនៅផ្នែកជើងរបស់វាភ្លៅមានពណ៌ខ្មៅហើយខ្លួនមានពណ៌ត្នោត7តូចមកុដមានលក្ខណៈងាយស្រួលក្នុងការកត់សម្គាល់ជាតូចញីឬទៅឈ្មោលដោយវាមានលក្ខណៈសម្គាល់ដោយឡែកពីគ្នាចំពោះតូចញីវាមានពណ៌សេរីឯតូចឈ្មោលវិញមានពណ៌ខ្មៅនៅពេលដែលវាមានអាយុ 3-4 ឆ្នាំលើកលែងតែដៃនិងជើង8តូចថ្ពាល់លឿងគឺជាថនិកសត្វដែលមានរូបរាងនិងពណ៌សម្បុរប្រហាក់ប្រហែលនឹងតូចមកុដវាមានវត្តមាននៅភាគខាងកើតទន្លេមេគង្គនិងប៉ែកសាននៃប្រទេសកម្ពុជា9តូចប្រភេទ Northern Buff Cheek Gibbon វាគឺជាប្រភេទថ្មីនៃអំបូរពានរនេះបើតាមការបញ្ជាក់ពីអ្នកជំនាញសត្វស្វានេះមានវត្តមានតែនៅប្រទេសកម្ពុជាវៀតណាមនិងប្រទេសឡាវតែប៉ុណ្ណោះ10សត្វនេះជាប្រភេទសត្វរាត្រីចរវារស់នៅនិងរកស៊ីនៅពេលយប់នៅដើមឈើតំបន់ព្រៃស្រោងព្រៃពាក់កណ្ដាលស្រោងនិងមានវត្តមាននៅតាមចំការផងដែរ11រញីភ្លើងមានពណ៌ក្រហមត្នោតភ្លឺនិងមានលីពណ៌ប្រាក់ពីពេញលើខ្នងមានឆ្នូតត្នោតចាស់នៅលើខ្នងហើយឆ្នូតនេះកើតមាននិងបាត់បង់ទៅវិញទៅតាមរដូវប្រជាជនកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វាពីព្រោះបើវាខាំមនុស្សវាអាចបង្កជំងឺគ្រោះថ្នាក់ចំនួនដល់5ប្រភេទរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យផ្ដល់ជាដំណឹងក្នុងករណីដែលមានសត្វស្វាកាជាសាហាវឬបង្កគ្រោះថ្នាក់ណាមួយកើតឡើងរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់អំពីមូលហេតុនៃការជូនដំណឹងចុះថ្ងៃទី20 ខែសីហាឆ្នាំ2024នោះទេពោលគឺគ្រាន់តែលេខទំនាក់ទំនងបន្ទាន់សម្រាប់ប្រជាពលរដ្ឋអាចប្តឹងឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាថាហេតុនៅទូទាំងប្រទេសរដ្ឋបាលព្រៃឈើបានឲ្យដឹងដែរថាក្នុងករណីដែលមានសត្វស្វាកាជាឬស្វាចំនួនច្រើនបង្កការរំខាននិងធ្វើទុក្ខបុកម្នេញសូមតាក់ទងមកតាមរយៈទូរស័ព្ទលេខ0855288847ឬ0105551513នេះដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែលអាចបង្កគ្រោះថ្នាក់ទាំងនោះចេញពីតំបន់សាធារណៈមួយចំនួននេះស្វាដែលចាប់បានទាំងនេះនឹងយកទៅប្រឡែងក្នុងព្រៃធម្មជាតិដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិឬយកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋានឬរក្សាទុកនៅតាមសួនសត្វអាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយជាមួយគ្នានេះរដ្ឋបាលព្រៃឈើបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការនិងយោគយល់នៅការរំខានណាមួយជាថាហេតុនិងសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលែងស្វានៅតាមវត្តអារាមឬទីសាធារណៈនិងកុំផ្ដល់ចំណីកុំប៉ះពាល់ឬលេងជាមួយសត្វស្វាហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វាដើម្បីធានាសុវត្ថិភាពបញ្ជៀសការបង្កគ្រោះថ្នាក់ណាមួយដោយសត្វស្វាទាំងនេះក៏ដូចជាកាត់បន្ថយហានិភ័យនៃការចម្លងជំងឺផ្អែកតាមការជូនដំណឹងនេះសារព័ត៌មានកោះសន្តិភាពបានធ្វើការស្រាវជ្រាវហើយក៏បានរកឃើញនៅឯកសារដែលបញ្ជាក់អំពីគ្រោះថ្នាក់ដែលគួរតែយកចិត្តទុកដាក់នៅពេលដែលសត្វស្វាខាំ
ឯកសារនោះបានឲ្យដឹងថានៅពេលដែលស្វាខំមនុស្សសូមប្រុងប្រយ័ត្នពីព្រោះមនុស្សអាចនឹងកើតជំងឺឬឆ្លងមេរោគយ៉ាងហោចណាស់5ប្រភេទដែលខ្លះការជាសាហាវខ្លាំងផងដែរឯកសារនោះបានឲ្យដឹងថានៅពេលដែលសត្វស្វាខំមនុស្សមានជំងឺដែលអាចកើតមានជាច្រើនដែលមនុស្សនោះអាចឆ្លងបានរួមមានជំងឺឆ្កែឆ្កួតវីរុស Herpesburg តេតាណូសការឆ្លងមេរោគបាក់តេរីនិងការឆ្លងពូកបារ៉ាស៊ី1ជំងឺឆ្កែឆ្កួតទោះបីជាវាគឺជាជំងឺមានទំនាក់ទំនងញឹកញាប់ជាមួយសត្វឆ្កែក៏ដោយតែគេដឹងថាស្វាក៏អាចផ្ទុកជំងឺឆ្កែឆ្កួតបានដែរប្រសិនបើស្វាត្រូវបានឆ្លងការដែលវាខំអាចចម្លងមេរោគមកមនុស្សរោគសញ្ញាគ្រុនក្តៅឈឺក្បាលថប់បារម្ភច្របូកច្របល់ស្រវាំងភ្នែកខ្វិននិងខ្លាចទឹកការការពារការសម្អាតមុខរបួសភ្លាមនិងការការពារក្រោយការប៉ះពាល់ PEP ជាមួយនឹងវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត 2. វីរុស Herpesburg ការឆ្លងមេរោគនេះអាចបង្កជាជំងឺដ៏កម្រដែលអាចសម្លាប់មនុស្សបានសូម្បីតែវាធ្វើឲ្យមនុស្សយើងដាច់រលាបន្តិចបន្តួចក៏ដោយរោគសញ្ញាដំបូងមានដូចជាគ្រុនក្តៅឈឺសាច់ដុំនិងអស់កម្លាំងប្រសិនបើមិនបានព្យាបាលទេវាអាចឈានទៅកើតជំងឺរលាកខួរក្បាលដែលនាំឲ្យមានផលវិបាកផ្នែកសរសៃប្រសាទឬស្លាប់ការការពារការយកចិត្តទុកដាក់ខាងវិទ្យាសាស្ត្រជាបន្ទាន់នឹងការព្យាបាលដោយថ្នាំប្រឆាំងមេរោគប្រសិនបើមានការសង្ស័យថាមានការប៉ះពាល់ 3. តេតាណូសនៅពេលសត្វស្វាខាំគឺវាអាចចម្លងបាក់តេរី Clostridium tetani ចូលទៅក្នុងមុខរបួសដែលនាំឲ្យកើតជំងឺតេតាណូសបាក់តេរីនេះផលិតជាពុលដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរោគសញ្ញាសាច់ដុំរឹងកន្ត្រាក់និងពិបាកលេបអាហារសូម្បីទឹកមាត់ការការពារការសម្អាតមុខរបួសនិងការចាក់ថ្នាំបង្ការជំងឺតេតាណូស 4. ការឆ្លងបាក់តេរីនៅពេលស្វាខាំវាអាចបញ្ចូលបាក់តេរីផ្សេងចូលទៅក្នុងមុខរបួសរួមទាំង Staphylococcus និង Streptococcus រោគសញ្ញាឡើងក្រហមហើមកន្លែងមុខរបរមានកម្ដៅក្តៅអ៊ូនខ្ទុះរហូតដល់គ្រុនក្តៅការការពារការសម្អាតមុខរបួសឲ្យបានហ្មត់ចត់និងប្រើថ្នាំអង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជាដោយអ្នកផ្ដល់សេវាថែទាំសុខភាព 5. ការឆ្លងមេរោគផ្សេងនិងប៉ារ៉ាស៊ីតសត្វស្វាអាចផ្ទុកមេរោគផ្សេងដែលអាចចម្លងទៅមនុស្សបានដូចជាមេរោគ Simian Immunodeficiency Virus (SIV) ដែលទាក់ទងនឹងមេរោគអេដសទោះបីជាការចម្លងតាមរយៈខាំគឺកម្រមានក៏ដោយការឆ្លងមេរោគប៉ារ៉ាស៊ីតដូចជា Giardia ឬ Strongyloids ក៏អាចជាការព្រួយបារម្ភផងដែរប្រសិនបើទឹកមាត់របស់ស្វាមានផ្ទុកសារពាង្គកាយទាំងនេះអ្វីដែលត្រូវធ្វើបន្ទាប់ពីខាំគឺត្រូវលាងសម្អាតមុខរបួសឲ្យបានហ្មត់ចត់ជាមួយសាប៊ូនិងទឹកស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យទោះបីជាខាំហាក់ដូចជាតូចក៏ដោយវាចាំបាច់ក្នុងការពិគ្រោះជាមួយអ្នកផ្ដល់សេវាថែទាំសុខភាពដើម្បីវាតម្លៃហានិភ័យនៃការឆ្លងមេរោគនិងទទួលការព្យាបាលសមស្របដូចជាវ៉ាក់សាំងថ្នាំអង់ទីប៊ីយ៉ូទិកឬថ្នាំប្រឆាំងមេរោគ